ជាបឋមក្រុមយើងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូថ្ងៃនេះដែរក្រុមយើងខ្ញុំមកធ្វើការបទបង្ហាញអំពីប្រធានបទប្រព័ន្ធស្រោចស្រពដោយសារប្រវត្តិមុននឹងឈានដល់ការធ្វើបទបង្ហាញនៃប្រធានបទមួយនេះក្រុមយើងខ្ញុំសូមណែនាំឈ្មោះសមាជិកក្រុមជាមុនសិននាងខ្ញុំឈ្មោះហូលក្ខណាជាប្រធានក្រុមផនស្វណ្ណបុត្រជាអនុប្រធាននិងណៃបូជាសមាជិកញ៉ែដៅជាសមាជិកនិងតុំជាសមាជិកបន្ទាប់នេះខ្ញុំសូមធ្វើការបកស្រាយនៅជំពូកទី1មកនឹងឈានទៅដល់ជំពូកទី1ក្រុមយើងខ្ញុំមានមេត្តាចំនួន5ទី1គឺសេចក្តីផ្ដាំទី2ទ្រឹស្ដីពាក់ព័ន្ធទី3ការអនុវត្តគម្រោងនិងទី4លទ្ធផលនៃការស្រាវជ្រាវគម្រោងហើយចុងក្រោយនោះគឺសេចក្តីសន្និដ្ឋាននិងការសំណូមពរឈានទៅដល់ចំណុចបន្ទាប់គឺជំពូកទី1និយាយអំពីសេចក្តីផ្ដើមហើយក្នុងសេចក្តីផ្ដើមហ្នឹងគឺមានលំនាំបញ្ហានិងចំណងបញ្ហាយើងដឹងស្រាប់មកហើយថានៅក្នុងសង្គមយើងបច្ចុប្បន្នវិស័យបច្ចេកទេសយើងគឺនៅមានកម្រិតក៏ដូចជាកំពុងអភិវឌ្ឍជាបន្តបន្ទាប់ហើយដូច្នេះហើយបានជាក្រុមយើងខ្ញុំខិតខំព្យាយាមសិក្សាស្រាវជ្រាវនៅចំណេះដឹងថ្មីដើម្បីយកមកសរសេរក្នុងគម្រោងមួយនេះហើយប្រព័ន្ធស្រោចស្រពដោយសារប្រវត្តិគឺមានសារៈសំខាន់ណាស់ក្នុងវិស័យកសិកម្មទាំងមូលនៅក្នុងប្រទេសយើងវាបានជួយសម្រួលដល់កម្លាំងប្រជាកសិករនិងជួយឲ្យប្រជាកសិករទទួលបានផលិតផលដំណាំបានល្អនិងដំណាំប្រកបក៏អាចលក់ចេញទៅបាក់ក្នុងតម្លៃគួរសមដែរនៅក្នុងវត្ថុបំណងគឺការសិក្សាស្រាវជ្រាវអំពីប្រព័ន្ធស្រោចស្រពដោយសារប្រវត្តិនេះគឺក្នុងគោលបំណងចង់ឲ្យគម្រោងនេះទទួលបានជោគជ័យនិងធ្វើឲ្យអ្នកដាំដុះមានភាពងាយស្រួលហើយប្រើប្រាស់ទៅមានទំនុកចិត្តនិងរហ័សផងដែរហើយក្រុមយើងខ្ញុំបានសិក្សាយ៉ាងលម្អិតហើយក៏បានពិគ្រោះយោបល់ជាមួយនឹងលោកគ្រូអ្នកគ្រូហើយក៏ដូចជាបានសិក្សាស្រាវជ្រាវពីទិន្នន័យឬក៏ឯកសារផ្សេងៗពីអ៊ីនធឺណិតនិងសៀវភៅសិស្សច្បងឆ្នាំចាស់ផងដែរហើយយើងបានសិក្សាលើចំណុចសំខាន់10នេះខ្ញុំសូមនិយាយសង្ខេបប្រភពចរន្តដែលគាត់ផងឲ្យប្រព័ន្ធបញ្ជាហើយសិក្សាពីធម្មដែលត្រូវយកមកប្រើប្រាស់សិក្សាពីសម្ភារៈឧបករណ៍ហើយយើងក៏បានសិក្សាលើពេលវេលាសម្រាប់ធ្វើគម្រោងនេះឡើងផងដែរជាពិសេសនោះគឺការ design វិជ្ជាយើងឲ្យមានភាពតាក់ទាញហើយពួកយើងក៏គិតទៅលើបច្ចេកទេសក៏ដូចជាស្តង់ដារនៃបច្ចេកទេសឲ្យបានត្រឹមត្រូវផងដែរជាពិសេសគឺប្រព័ន្ធដំណើរការគុណភាពនិងសោភ័ណភាពចូលដល់ចំណុច 1.3 សំណួរស្រាវជ្រាវនៅក្នុងការសិក្សាស្រាវជ្រាវលើគម្រោងយើងខ្ញុំនេះខ្ញុំបានស្រាវជ្រាវបន្ថែមទៀតលើសំណួរស្រាវជ្រាវមួយចំនួនដែលមានដូចជាហេតុអ្វីបានជាក្រុមយើងខ្ញុំជ្រើសរើសគម្រោងមួយនេះមកសិក្សាតើប្រព័ន្ធស្រោចស្រពដោយសារប្រវត្តិនឹងមានសារៈប្រយោជន៍អ្វីខ្លះហើយសំណួរដែលជាបញ្ហាដែលពួកខ្ញុំគាត់ថាជាបញ្ហាចម្បងនោះគឺតើមានវិធីដោះស្រាយបែបណានៅពេលដែលជួបនឹងភ្លៀងធ្លាក់វិសាលភាពទីតាំងនៃការធ្វើគម្រោងគឺពួកខ្ញុំជ្រើសរើសយកទីតាំងសាលាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមណ្ឌលគិរីតែម្ដងចំណុចទី 1.6 គឺសារៈសំខាន់នៃការងារក្រុមគម្រោងនៅក្នុងប្រធានបទយើងខ្ញុំបានមើលឃើញសារៈសំខាន់ដែលធ្វើឲ្យក្រុមយើងខ្ញុំមានការអភិវឌ្ឍដូចជាមានភាពងាយស្រួលនិងចំណេញពេលវេលាពីព្រោះយើងធ្វើការជាក្រុមមានភាពជឿនលឿនដែលអាចបង្កើតចេញជាគំនិតច្រើននិងគំនិតច្នៃប្រឌិតហើយបង្កើននិងពង្រីកសមត្ថភាពដល់ក្រុមយើងខ្ញុំឲ្យបានយល់ដឹងទាំងអស់គ្នាហើយលើកស្ទួយបច្ចេកវិទ្យាឲ្យកាន់តែមានភាពរីកចម្រើននិងទូលំទូលាយឲ្យយល់ដឹងពីទូនីតិនិងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ចុងក្រោយគឺមានសុវត្ថិភាពដល់អ្នកប្រើប្រាស់និងធានាគុណភាពបានយូរជាកិច្ចបន្ទាប់នេះខ្ញុំសូមផ្ទេរភារកិច្ចទៅកាន់សមាជិកក្រុមនាងខ្ញុំមួយទៀតសូមអរគុណខ្ញុំសួរលោកគ្រូខ្ញុំឡើងមកធ្វើបទបង្ហាញបន្ទាប់ពីប្រធានក្រុមរបស់ខ្ញុំជំពូកទី2ចំណុចទី 2.1 ទ្រឹស្ដីពាក់ព័ន្ធទ្រឹស្ដីពាក់ព័ន្ធគឺយើងនិយាយអំពីប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនិងសម្ភារៈនិងឧបករណ៍ 2.2 ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនេះគឺបានផ្ដល់ភាពងាយស្រួលដល់ប្រជាជននិងមានសារៈសំខាន់ណាស់ព្រោះវាអាចមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្សវាអាចបញ្ជាដោយស្វ័យប្រវត្តិខ្លួនឯងអាចបិទបើកដោយស្វ័យប្រវត្តិខ្លួនឯង
ចំណុចទី2.3សម្ភារៈនិងឧបករណ៍ហើយឧបករណ៍ដែលយើងយកទៅដំឡើងនៅក្នុងប្រព័ន្ធសិក្សាអនឡាញប្រវត្តិមានដូចខាងក្រោមដូចជា Decentor 2 pole កុំតាក់ទ័រ timer 24 ម៉ោង ម៉ូទ័រវងទឹកហើយនិងក្បាលកុងអំពូលសញ្ញាទូភ្លើងហ្គេមពូមានជ្រុកខ្សែចម្លងអគ្គិសនីដូមីណូហើយនិងទយោទឹកចំណុចទី2.4ឧបករណ៍ក្នុងការដំឡើងនិងជួសជុលឧបករណ៍ក្នុងការដំឡើងនិងជួសជុលគឺយើងបានជ្រើសរើសយកឧបករណ៍ដូចជាប្រកាសកន្ត្រៃស្កុតប៊ិចភ្លើងរណាកាវនិងទូនវិសហើយនិងម៉ែត្រ 2.5 ឧបករណ៍សុវត្ថិភាពយើងត្រូវដឹងហើយថាពេលដែលយើងធ្វើការជាមួយនឹងអគ្គិសនីយើងត្រូវមានឧបករណ៍សុវត្ថិភាពការពារជាចម្បងមានដូចជាស្បែកជើងការពារអាវមួកហើយនិងស្រោមដៃការពារជាកិច្ចបន្ទាប់ខ្ញុំសូមផ្ទេរភារកិច្ចទៅឲ្យសមាជិកក្រុមរបស់ខ្ញុំមកធ្វើការបកស្រាយបន្តជំរាបសួរលោកគ្រូខ្ញុំបាទសូមឡើងបកស្រាយពីអនុប្រធានរបស់ខ្ញុំដែលបកស្រាយនៅចំពោះ3ដូចជាតន្ន័យសំខាន់សម្រាប់ដំណើរឧបករណ៍ជាដំបូងគឺ Decentor ដែលយើងត្រូវប្រើប្រាស់គឺ Decentor ពូលហើយនឹង timer ដែលយើងប្រើសម្រាប់កំណត់រយៈពេលបើកនិងបិទរបស់ screen របស់យើងតមកគឺ contactor ដែលយើងប្រើសម្រាប់ភ្ជាប់ screen ទៅកាន់ម៉ូទ័រវងទឹកដែលវាមានសមត្ថភាពផ្ដាច់និងភ្ជាប់បន្ទាប់មកគឺខ្សែភ្លើងដែលយើងប្រើសម្រាប់តភ្ជាប់ជា screen ដើម្បីឲ្យវាដំណើរការបន្ទាប់មកគឺយើងប្រើទូភ្លើងដើម្បីការពារ screen អំពីការជ្រាបចរន្តឬក៏ការជ្រាបទឹកពេលណាមួយចំពោះការប្រមូលទិន្នន័យដំណាក់កាលនៃការដំឡើងគឺពួកខ្ញុំបានទទួលប្រមូលទិន្នន័យតាមរយៈ YouTube និង Google ដើម្បីជាការស្រាវជ្រាវបន្ថែមអំពីការសិក្សាគម្រោងរបស់យើងខ្ញុំផងដែរចំពោះការប្រមូលទិន្នន័យនេះផងដែរគឺក្រុមរបស់យើងខ្ញុំគឺបានសហការគ្នាក្នុងការធ្វើគម្រោងនេះបានយ៉ាងល្អប្រសើរដូចនៅក្នុងរូបដែលយើងបានភ្ជាប់មកផងដែរជាបន្ទាប់គឺ sequence នៃប្រព័ន្ធដំណើរការ sequence នៃប្រព័ន្ធដំណើរការគឺវាមានសមត្ថភាពភ្ជាប់នឹងផ្ដាច់ពី contactor និង timer ដែលយើងបានកំណត់ចំពោះគោលការណ៍នៃការដំណើរការគឺយើងដំណើរការសំខាន់បំផុតគឺ timer និង contactor ដែលយើងបានកំណត់ចំពោះ timer ដែលយើងបានកំណត់គឺយើងកំណត់ទៅលើអំពូលសញ្ញាដែលយើងបានកំណត់ដូចជាក្រហមនិងបៃតងចំពោះក្រហមគឺជាការឈប់ដំណើរការនិងបៃតងគឺជាដំណើរការដែលយើងបានកំណត់តមកគោលការណ៍នៃ contactor គឺយើងកំណត់តាមរយៈ timer ដែលយើងបានកំណត់ដើម្បីឲ្យ motor ដំណើរការទាំងមូលនៅបន្ទាប់គឺ timer ដែលយើងបានកំណត់រយៈពេលបើកនិងបិទគឺវាដំណើរការហើយនឹងរយៈពេលបិទជាបន្ទាប់គឺ 3.4 ការវិភាគទិន្នន័យដំណើរការនៃការស្រាវជ្រាវគឺទទួលបានជោគជ័យទៅតាមពេលវេលាដែលលោកគ្រូអ្នកគ្រូបានកំណត់និងបានផលពិតប្រាកដមែនពុំសូវមានឧបសគ្គក្នុងការស្រាវជ្រាវនោះទេប៉ុន្តែក្រុមរបស់យើងខ្ញុំគឺសហការបានយ៉ាងរលូនបាទលោកគ្រូជាកិច្ចបន្ទាប់គឺខ្ញុំបានសូមផ្ទេរភារកិច្ចទៅកាន់សមាជិកក្រុមរបស់ខ្ញុំផងដែរជំរាបសួរទៅដល់លោកគ្រូហើយនិងអ្នកទាំងអស់គ្នាឥឡូវខ្ញុំបកស្រាយបន្តពីសមាជិកក្រុមរបស់ពួកខ្ញុំ 1.4 ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវបន្ទាប់ពីក្រុមរបស់ពួកខ្ញុំស្រាវជ្រាវការដំឡើងនិងការធ្វើតេស្តជាច្រើនដងរួចមកហើយក្រុមពួកខ្ញុំបានទទួលលទ្ធផលពីប្រព័ន្ធស្រេចសពដោយសារប្រវត្តិបន្ទាប់មកក្រុមរបស់ពួកខ្ញុំបានស្រាវជ្រាវដំឡើងប្រព័ន្ធស្រេចសពដោយសារប្រវត្តិហើយការធ្វើតេស្តក៏ចេញជាលទ្ធផលដូចក្នុងរូបភាពនេះជាបន្ទាប់គឺ 4.2 បំណាប់ស្រាយនិងវិភាគលទ្ធផលការផ្ដួចផ្ដើមធ្វើគម្រោងនេះ
គឺក្រុមពួកខ្ញុំបានចង់ក្រងនៅឯកសារមួយចំនួនតូចដែលក្រុមរបស់ពួកខ្ញុំបានប្រមូលឯកសារជាបន្ទាប់នៃការផ្ដួចផ្ដើមនៃក្រុមគម្រោងរបស់ពួកខ្ញុំហើយមានគុណវិបត្តិនិងគុណសម្បត្តិនិងគុណវិបត្តិឥឡូវនេះជាគុណសម្បត្តិនៃប្រព័ន្ធចុះចប់ដោយចុះប្រវត្តិគឺដំណើរការមានភាពប្រក្រតីហើយអាចកាត់បន្ថយកម្លាំងមនុស្សហើយអាចដំឡើងដោយខ្លួនឯងបានហើយមានសុវត្ថិភាពខ្ពស់ចំណេញពេលវេលាហើយបង្កើតភាពជឿនលឿននិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាហើយរៀបចំតែម្ដងអាចប្រើប្រាស់បានរហូតជាបន្ទាប់ជាគុណវិបត្តិនៃប្រព័ន្ធស្រេចស្រោចដោយសារប្រវត្តិគឺគុណវិបត្តិវាមានពិបាកក្នុងការដំឡើងប្រព័ន្ធហើយចំណាយពេលវេលាយូរក្នុងការដំឡើងជាកិច្ចបន្ទាប់ខ្ញុំប្រកល់ទៅឲ្យសមាជិកក្រុមរបស់ខ្ញុំអរគុណខ្ញុំឡើងមកបកស្រាយពីកូនក្រុមរបស់ខ្ញុំនៅចំពោះទី5នេះជាពោះចំណុចនេះគេនិយាយពីការចំណេញពេលវេលាជាមួយកម្លាំងពលកម្មចំនួនមនុស្សប្រទេសជាតិមានការរីកចម្រើននិងជឿនលឿនជាគំរូដល់សិស្សប្អូនចំនួនក្រោយអាចធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍច្រើនចំណុច 5.2 នេះជាចំណុចសំណូមពរបន្ទាប់ពីក្រុមយើងខ្ញុំបានសិក្សាស្រាវជ្រាវអំពីគម្រោងសិស្សសម្រាប់ស្វ័យប្រវត្តិនេះមកក្រុមយើងខ្ញុំបានទទួលពីគម្រោងមួយនេះជាច្រើនមានដូចជាចំណេះដឹងក្នុងការស្រាវជ្រាវមានលក្ខណៈទូទៅរបស់ប្រព័ន្ធសមាចំណុចនេះដែរក្រុមយើងខ្ញុំបានលើកមកធ្វើការបង្ហាញអំពីការសំណូមពរពីក្រុមដែលធ្វើការអនុវត្តដំបូងមកបានសិក្សាស្រាវជ្រាវបញ្ចប់ត្រឹមនេះគម្រោងយើងខ្ញុំបានទទួលបទពិសោធន៍ជាច្រើនមានវិជ្ជាមានចំណេះដឹងច្រើនជាមួយនឹងប្រព័ន្ធវិជ្ជាមួយនេះសមាសធាតុរបស់ដែលមាននឹងដំណើរការរបស់ប្រព័ន្ធហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការភ្ជាប់ទ្រឹស្ដីជាមួយការអនុវត្តជាក់ស្ដែងនៅពេលប្រតិបត្តិជាឱកាសចុងក្រោយនេះក្រុមយើងខ្ញុំបានសំណូមពរទៅដល់វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសដូហ្គ្រីសូមបន្ថែមម៉ោងសិក្សានិងបន្ថែមម៉ោងអនុវត្តផ្ទាល់ដល់សិស្សសានុសិស្សក្នុងវិទ្យាល័យនេះផ្ទាល់ផងដែរហើយនេះជាឯកសារយោងរបស់ក្រុមយើងខ្ញុំដែលខិតខំសិក្សាស្រាវជ្រាវកន្លងមក ជាចុងក្រោយក្រុមយើងខ្ញុំសូមអរគុណដល់លោកគ្រូ